កឋិនមានយូរអង្វែងប្រជីចាស់ក្មេងប្រារព្ធរក្សាសាមគ្គីគ្នាធ្វើពេលចេញវស្សាដើម្បីបវរណាប្រគេនព្រះសង្ឃធ្វើកឋិននេះបានបុណ្យអណែកបរិស័ទសែនត្រេកដងហែត្រីស្បង់មើលទៅសែនល្អសែនស្អាតផូរផង់មានបាតត្រីស្បង់អដ្ឋបរិខាបុណ្យកឋិននេះមានកាលកំណត់មួយខែត្រូវចប់គឺធ្វើពុំបានញាតិមិត្តនាំគ្នាមនីគ្រប់ប្រានសាងបុណ្យនឹងបានអានិសង្ឃ5អានិសង្ឃទាំងនេះមាន5ប្រការមួយគឺសុខរូបតារូបភ្លឺសាច់ចាំបើកើតជាមនុស្សអាយុ100ឆ្នាំសាច់ឈាមនៅចាំល្អគ្មានខ្វាំងខ្